បើយោងទៅតាមសារព័ត៌មាន Fox News ប្រធានាធិបតីលោក Donald Trump បានបង្កការភ្ញាក់ផ្អើលម្ដងទៀតហើយបាទក្នុងកំឡុងពេលសម្ភាសន៍នៅលើយន្តហោះ Air Force One ខណៈលោកបានប៉ះទង្គិចពាក្យសម្ដីយ៉ាងខ្លាំងជាមួយនឹងអ្នកសារព័ត៌មានពាក់ព័ន្ធនឹងសកម្មភាពយោធាអាមេរិកលើប្រទេសអ៊ីរ៉ង់លោក Donald Trump បាននិយាយដោយកំហឹងថាសហរដ្ឋអាមេរិកទទួលបានជ័យជំនះយោធាយ៉ាងពេញលេញហើយបានចោទប្រកាន់សារព័ត៌មានថារាយការណ៍ខុសពីការពិតលោកថាពួកយើងឈ្នះទាំងស្រុងប៉ុន្តែ fake news ដូចអ្នកឯងនេះឯងសរសេរខុសទាំងអស់ប៉ុន្តែ fake news ដូចអ្នកឯងនឹងឯងសរសេរខុសទាំងអស់យោងទៅតាមសារព័ត៌មានមួយយើងបានបំផ្លាញទ័ពជើងទឹករបស់អេរ៉ង់ទាំងមូលនិងកងកម្លាំងអាកាសទាំងមូលផងដែរនេះគឺជាសម្ដីរបស់លោកប្រធានាធិបតីលោក Donald Trump ដែលគាត់បានលើកឡើងដូចនេះជាមួយនឹងអ្នកសារព័ត៌មានការឆ្លើយតបរបស់ Donald Trump បានកើតឡើងបន្ទាប់ពីអ្នកសារព័ត៌មានសួរអំពីសកម្មភាពពិតប្រាកដរបស់របបអេរ៉ង់បន្ទាប់ពីការវាយប្រហារយោធារបស់អាមេរិកប៉ុន្តែជំនួសដោយការផ្ដល់ព័ត៌មានលម្អិតលោក Donald Trump បានវាយប្រហារទៅលើប្រព័ន្ធផ្សព្វផ្សាយវិញដោយពាក្យថា fake news ធ្ងន់មែនទែនព័ត៌មានคล้ายៗនៅតាមព័ត៌មានคล้ายៗដែលជាពាក្យដែលលោកតែងតែប្រើនឹងប្រឆាំងទៅនឹងអ្នកសារព័ត៌មានដែលរិះគន់លោកអញ្ចឹងលោកត្រាំអត់អោយនរណាម្នាក់រិះគន់លោកហើយនឹងសហរដ្ឋអាមេរិកបានអីគាត់នឹងតបតទៅវិញដោយថា fake news ព័ត៌មានคล้ายៗអ្នកវិភាគនយោបាយមើលឃើញថាការបញ្ចេញមតិប្រតិកម្មខ្លាំងបែបនេះបង្ហាញថាលោកត្រាំកំពុងតែព្យាយាមបង្ហាញភាពរឹងមាំនិងភាពជាអ្នកដឹកនាំខាងយោធាខណៈដែលខាងប្រចាំបពាអេរ៉ង់កំពុងតែតានតឹងខ្លាំងទោះបីជាយ៉ាងណាអ្នកជំនាញជាច្រើនបានចោទសួរការអះអាងថាបំផ្លាញទ័ពជើងទឹកនិងកងកម្លាំងអេរ៉ង់កងកម្លាំងអាកាសអេរ៉ង់ទាំងស្រុងអាចជាការនិយាយបន្លឺការពិតនឹងអ្នកវិភាគជាច្រើនបានវិភាគថាលោក Donald Trump នឹងគឺមិនមានអ្វីដែលជាពិតប្រាកដនឹងទេដោយគាត់អត់ទាន់បានមានភាពច្បាស់លាស់គាត់បានបញ្ចេញថាកងកម្លាំងអាកាសរបស់អេរ៉ង់បានខ្ទេចកងទឹកនាវាជើងទឹករបស់អេរ៉ង់ខ្ទេចនេះទៅតាមអ្នកវិភាគមួយចំនួនបានវិភាគថាមិនអាចមានរបាយការណ៍ផ្លូវការណាមួយបញ្ជាក់ថាអេរ៉ង់បាត់បង់សមត្ថភាពយោធាទាំងមូលនោះទេអញ្ចឹងអ្នកវិភាគគាត់ថាលោក Donald Trump គាត់បំភាន់នៅការពិតដើម្បីបង្កើនសមត្ថភាពរបស់ខ្លួននៅលើបណ្ដាញសង្គមអ្នកគាំទ្រ Donald Trump បានសរសេរថាលោកគឺជាមេដឹកនាំមិនខ្លាចសារព័ត៌មាននិងការពារកិត្តិយសកងទ័ពអាមេរិកខណៈអ្នករិះគន់វិញនិយាយថាលោក Trump ប្រើពាក្យសម្ដីក្តៅគគុកដោយបាយពុះដើម្បីបង្កើតភាពតានតឹងបង្កើតភាពនយោបាយនិងបង្កើតនូវការគ្រប់គ្រងពីអ្នកបោះឆ្នោតអញ្ចឹងមានន័យថា Donald Trum នឹងគាត់កំពុងតែទាញសម្លេងឆ្នោតមកវិញដោយសារសហរដ្ឋអាមេរិកជិតនឹងដល់ពេលបោះឆ្នោតបច្ចុប្បន្នភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងអេរ៉ង់នៅតែជាបញ្ហាដែលពិភពលោកកំពុងតែតាមដានយ៉ាងជិតស្និទ្ធព្រោះវាអាចប៉ះពាល់ដល់សន្តិសុខនិងស្ថិរភាពនៅបស្ចិមបូព៌ាចា៎